ខានឆាតឡងប្រាំងឲ្យប្តីហូបរៀងយូរដែរឲ្យបងប្អូននៅពីម្សិលមិញប្តីខ្ញុំក៏គាត់ប្រាប់ខ្ញុំថាគាត់ចង់ហូបឆាតឡងប្រាំងនេះទិញមកទុកចោលក្នុងទូទឹកកកនឹងតាំងពីថ្ងៃចូលឆ្នាំចិនម៉េះប៉ុន្តែអត់ទាន់បានធ្វើទេថាចង់ធ្វើឲ្យភ្លើមាន់ប៉ងតែចេះតែខ្ជិលស្អែករហូតស្អែកហើយស្អែកទៀតដល់ពេលចឹងហើយប្តីប្រាប់ថាចង់ហូបឆាតឡងប្រាំងក៏យកតឡងប្រាំងនឹងយកមកឆាហ្មងទៅមិនបាច់ធ្វើភ្លើមាន់ប៉ងអីទេហើយឆាពីរពេលហើយពីល្ងាចមិញនោះឆាម្ដងហើយដល់ពេលព្រឹកនឹងនៅសល់ពីរនឹងអត់ដឹងថាត្រូវធ្វើមកហូបអីហូបជាមួយនឹងបបរពេលព្រឹកអញ្ចឹងហើយក៏យកតឡងប្រាំងយកមកឆាប្រហើយហ្មងទៅដើម្បីឲ្យប្តីខ្ញុំគាត់ហូបបបរពេលព្រឹកអញ្ចឹងហើយមុននឹងយកទៅឆានឹងគឺខ្ញុំយកវាមកហាន់ជាចំណិតអញ្ចឹងហើយបន្ទាប់មកទៀតគឺយកវាទៅហាន់ជាសរសៃបែបនេះហើយឲ្យតែពេលធ្វើមកហូបកូនខ្ញុំដៃលូកមកអញ្ចឹងរហូតហ្មងតែថ្ងៃណាមួយម៉ែភ្លេចមើលអីដឹងតែគ្រប់ទឹកហើយដៃលូកមកនឹងចង់យកតឡងប្រាំងនឹងយកទៅហូបឲ្យតែពេលឃើញខ្ញុំហាន់តឡងប្រាំងក៏រត់ទៅសក់មើមឆៃថាវឬមួយក៏តៅហ៊ូអីអញ្ចឹងខ្ញុំគឺដឹងតែលូកដៃមកទារោហើយទាល់តែហុចឲ្យបានចេញបើអត់ហុចឲ្យទេគឺនៅនឹងហ្មងរបស់ម៉ានមុខនឹងគឺសិតតែរបស់ដែលគេចូលចិត្តខ្លាំងអូពូមីងអើយនិយាយទៅកូនខ្ញុំអតចរិតចំណង់ចំណូលចិត្តនឹងការហូបចុកអីហ្នឹងគឺដូចប្តីខ្ញុំហើយនឹងប៉ាក្មេកខ្ញុំថាមុខមាត់រៀងរើទៅដូចគ្នាដល់ពេលចំណង់ចំណូលចិត្តការហូបចុកអីហ្នឹងចេញមកគឺថាកាន់តែដូចគ្នាទៀតហ្មងអូពូមីងអើយបាទតឡងប្រាំងខ្ញុំនេះវិញមុននឹងខ្ញុំយកមកដាក់ឆាគឺខ្ញុំយកវាទៅស្រុះចោលមកទឹកសិនពេលដែលស្រុះហ្នឹងខ្ញុំក៏ដាក់អំបិលដែរស្រុះឲ្យរួចរាល់ហើយលាងទឹកចេញឲ្យស្អាតទៅខ្ញុំក៏យកមកដាក់ឆាពេលដែលឆាគឺខ្ញុំអត់បានបំពងខ្ទឹមទេប្រាប់គ្រឿងទេសវិញខ្ញុំដាក់អំបិលជាមួយនឹងម្សៅស៊ុបមាន់បន្ថែមម្ទេសហើយនិងស្លឹកខ្ទឹមទៀតមកតែប៉ុណ្្នឹងគឺរួចរាល់ជាការស្រេចហើយមុននឹងដាក់ម្ទេសចូលនឹងដួសទុកបានបន្តិចឲ្យកូនពៅហើយពួកអីអត់ឲ្យគាត់ហូបហឹលទេកូនខ្ញុំហឹលប៉ុណ្្នឹងក៏អាចហូបបានដែរត្រឹមម្ទេស2គ្រាប់3គ្រាប់អីហ្នឹងចាអត់អីទេអូខេទៅឲ្យតែឃើញរបស់គាត់ចូលចិត្តហឹលប៉ុណ្ណាក៏គាត់ទ្រាំហូបដែរប៉ុន្តែខ្ញុំអត់ចង់ឲ្យគាត់ហូបហឹលទេអញ្ចឹងហើយពេលដែលឆាហ្នឹងគឺខ្ញុំដួសទុកឲ្យគាត់ទៅបន្ទាប់ពីដួសទុកឲ្យគាត់រួចរាល់ហើយបានខ្ញុំដាក់ម្ទេសចូលឲ្យប៉ាគេវិញម្ដងដោយសារតែឆាអញ្ចឹងបើយើងអត់មានម្ទេសហឹលហូបទៅក៏វាអត់សូវឆ្ងាញ់ដែរយើងឆាបន្លែទៅទេអញ្ចឹងលាយជាមួយនឹងម្ទេសហឹលមកហូបជាមួយបបរពេលព្រឹកគឺថាឆ្ងាញ់មួយយ៉ាងដែរបងប្អូនបើខ្ញុំវិញខ្ញុំអត់ចូលចិត្តហូបជាមួយបបរជាមួយបាយអីទេគឺខ្ញុំចូលចិត្តហូបលេងឲ្យតែពេលឆាតឡងប្រាំងនឹងម្ដងខ្ញុំហូបលេងរហូតបងប្អូនឯងអត់សូវហូបបាយហូបបបរអីទេហើយព្រឹកនឹងឆាតាតឡងប្រាំងនឹងមកមុខទៅឲ្យប្តីហើយកូនចំណែកខ្ញុំវិញឆុងអូវ៉ាន់ទីននេះមួយកែវហើយអង្គុយហូបតឡងប្រាំងនឹងលេងមួយម៉ាត់ពីរម៉ាត់ទៅគឺថាឆ្អែតរួចរាល់បាទមុននឹងដាក់បបរសហើយថាចង់ហូបជាមួយនឹងទឹកត្រីម្ទេសមានណាបងប្អូនឯងកលេចទៅមើលទឹកត្រីទៅគឺថាអស់ដល់បានពេលអញ្ចឹងទៅខ្ជិលហូបណាតឡងប្រាំងនឹងលេងទៅឲ្យមើលកូនពៅខ្ញុំមកអ៊ំពូមីងស្លាប់ព្រាផងដៃផងមិញនឹងដួសទុកឲ្យកន្លះកូនចានឥឡូវហូបឡើងចិត្តអស់ហើយប៉ុណ្ណឹងគឺអត់គ្រាន់ទេណាបានតឡងប្រាំងចឹងបបរនេះគឺថាអត់ប៉ះសោះហ្មងគេចូលចិត្តហូបតាបន្លែលេងទេឲ្យតែឃើញមុខម្ហូបណាមានបន្លែគេចូលចិត្តអញ្ចឹងអត់សូវហូបបាយទេទាហូបតាបន្លែហ្នឹងកលេចមកមើលប៉ារបស់គេនេះវិញចាគឺថាកោសចានហើយសំបីតាម៉ាតសៃក៏អត់ឲ្យសល់ក្នុងចានដែរសល់តែម្ទេសទេនិយាយទៅម្ទេសនេះដាក់គ្រាន់តែយកជាតិទេបងប្អូនអើយដោយសារតែអត់មានម្ទេសក្រៀមដាក់ម្ទេសស្រស់ចឹងទៅគាត់ហូបទាំងម្ទេសអត់កើតទេអញ្ចឹងហើយដាក់យកតែជាតិហើយបើកូនប្រុសរបស់ខ្ញុំនេះវិញចាគឺថាទៅគៀងប៉ាគេនឹងចង់ឲ្យប៉ាគេដាក់ឲ្យទៀតហូបអត់ឆ្អែតទេអ៊ំពូមីងហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលតាមដានតាំងពីដើមដល់ចប់ជម្រាបលាជួបគ្នាវីដេអូក្រោយ